ដល់ឡែកនៅឯទីស្តីការក្រសួងអភិវឌ្ឍជនបទនៅថ្ងៃទី7ខែឧសភាឆ្នាំ2026ឯកឧត្តមឆៃរតិសែនរដ្ឋមន្ត្រីនៃក្រសួងអភិវឌ្ឍជនបទក៏បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Steven ប៉ាងជីវីដែលជាឯកអគ្គរដ្ឋទូតសង្ហបុរីប្រចាំនៅក្នុងប្រជាជាតិកម្ពុជាជួបពិភាក្សាការងារហើយក្នុងជំនួបនោះឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានលើកឡើងអំពីការបន្តជំរុញផ្នែកខាងការអភិវឌ្ឍតំបន់ជនបទកម្ពុជាឲ្យមានសន្ទុះកាន់តែកើនឡើងប្រែក្លាយទៅជាសង្គមជនបទប្រកបដោយភាពស៊ីវិល័យឯកឧត្តមឆៃរតិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានជម្រាបជូនដល់ឯកអគ្គរដ្ឋទូតសង្ហបុរីអំពីការកសាងនិងអភិវឌ្ឍប្រទេសក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពក្រោមការដឹកនាំដ៏ឆ្លៀសវៃនិងត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបិតាសន្តិភាពនៃកម្ពុជាអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានិងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1សម្ដៅសម្រាប់ឲ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ2050ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមកនិងគោលដៅការងាររបស់ក្រសួងអភិវឌ្ឍជនបទតាមរយៈការអនុវត្តនូវយុទ្ធសាស្ត្រចំនួន5បានកំណត់ក្នុងគោលនយោបាយជាតិស្តីអំពីការអភិវឌ្ឍជនបទឆ្នាំ2025ដល់2035ដែលមានចក្ខុវិស័យកសាងសង្គមជនបទកម្ពុជាឲ្យមានវិបុលភាពប្រកបដោយបរិយាបន្នសមធម៌និងចីរភាពឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលេចអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធផងដែររវាងក្រសួងអភិវឌ្ឍជនបទជាមួយនឹងសាធារណរដ្ឋសង្ហបុរីតាមរយៈការបណ្ដុំបណ្ដាលធនធានមនុស្សក្រោមមហារូបករណ៍របស់សាធារណរដ្ឋសង្ហបុរីជូនដល់មន្ត្រីរាជការនៃក្រសួងអភិវឌ្ឍជនបទនាពេលកន្លងមកក្នុងនោះផងដែរឯកឧត្តមឯកអគ្គរដ្ឋទូតសង្ហបុរីក៏បានសម្ដែងការកោតសរសើរនិងមានតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមឯកអគ្គរដ្ឋទូតនៅបានសម្ដែងការគាំទ្រចំពោះបេសកកម្មរបស់ក្រសួងអភិវឌ្ឍជនបទដែលជួយឲ្យតំបន់ជនបទនៅកម្ពុជាមានការអភិវឌ្ឍកាន់តែឆាប់រហ័សនិងធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាពឯកអគ្គរដ្ឋទូតនៅបានលើកឡើងអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលសង្ហបុរីនិងរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមកហើយឯកឧត្តមក៏បានបង្ហាញពីជំហរពង្រឹងកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ